ឆ្ងោជ្រូកសិតច្បាងនិយាយវាថាបានយូរហូបម្ដងមានអីរសជាតិគេណាំប្លែកហើយថ្ងៃនេះអត់មានដាក់សាច់ទេបងប្អូនដាក់បន្តិចទេយកនាមចាក្រៅពីនឹងគឺផ្សិតទាំងអស់ហើយផ្សិតថ្ងៃនេះមុខម្ហូបរបស់យើងអត់ចំណាយអីច្រើនទេគឺថាចំណាយប្រហែលជាត្រឹមតែ6000អីទេបងប្អូនចាតែប៉ុណ្្នឹងទេផ្សិតហ្នឹងគេហៅគឺថា5000ទៅជីទៅដល់បាត់ទៅគឺថាចា6000ហ្នឹងឯងចានិយាយទៅថាចំណាយតិចតែរសជាតិគេវិញគឺថាអួយអញ្ចឹងណាចាគឺថាជាប់សូវដែរបានហូបទេចាយូរក៏ហូបម្ដងគឺថាវារដូវវារបស់វាដុះចាខែភាសាគឺផ្សិតដុះច្រើនអញ្ចឹងទៅតម្លៃគឺធូរថ្លៃចឹងហើយគឺថាបានហូបថ្ងៃនេះគឺថាទិញផ្សិតហ្នឹងតែមួយថងយកមកស្ងោរហ្នឹងគេថាស្ងោរហ្នឹងមកខ្ទះអញ្ចឹងទៅចាឥឡូវយើងមកធ្វើចិត្តជើងចិត្តអីសិនទៅដើម្បីយកទៅលាងទឹកស្ងោរចាហើយខ្ញុំម្នាក់អត់ចង់ហូបសាច់អីណាទៅតែនឹកឃើញថាខ្លាញ់ផ្សិតវាអត់មានជាតិណាបងប្អូនដំបងឡើយក៏មិនដាក់សាច់ជ្រូកប្រច្រាំបន្តិចទៅចាអត់មានណាជាពិសេសគេភ្លក់ទៅនិយាយពីរសជាតិគេនឹងផ្អែមចាទឹកផ្អែមដូចដាក់មេស្ករហ្នឹងមានបងប្អូនខ្ញុំអត់និយាយកុហកទេគឺរុក្ខជាតិទាំងអស់គឺវាមានរសជាតិរបស់វាមកស្រាប់ហើយចាដូចផ្សិតអីចឹងវាផ្អែមទឹកវាមានទឹកចាវាមានទឹករបស់គេមកស្រាប់អញ្ចឹងទៅយើងស្ងោរជ្រូកហ្នឹងយើងមិនដាក់ទឹកច្រើនទេដាក់តែបន្តិចទៅកុំឲ្យយើងដាក់ទឹកច្រើនទៅកលីងកលងទៅគឺថាយើងហូបអត់អស់ទៅស្ដាយអំបិលវាចេញរបស់យើងចាអញ្ចឹងដូចជាដូចជាផ្សិតអាណូងអញ្ចឹងដូចគ្នាចាគេមានទឹករបស់គេមកហើយស្រាច់អញ្ចឹងទៅគឺយើងមិនឆ្ងោរដាក់ច្រើនទេអញ្ចឹងយើងដាក់ទឹកបន្តិចទៅគឺថាល្មមបងប្អូនឥឡូវគេថាមកដល់បោះអីណាក្រូចឆ្មាក្រូចអីទៀតហើយចាក់ទឹកចាក់អីទៅដើម្បីលាងផ្សិតលាងអីចាយើងចាត់ជើងរួចហើយចាគេចាត់មករួចម្ដងហើយគាត់ថាយើងផ្លែអត់ស្អាតអញ្ចឹងណាខ្ញុំចាត់វាម្ដងទៀតអញ្ចឹងទៅថ្ងៃនេះគឺថាផ្សិតរបស់យើងគឺថាចាយចារិចស្គុះស្គាយអស់ហើយចាអត់មានក្តោបទេអូមកថាំងនឹងពេញទៅថ្នាក់ហូរហៀធ្លាក់ទៅក្រោមទៀតអញ្ចឹងណាចាដោយសារតែច្រើនពេកចាបើសិនតែក្តោបពេញគឺតិចទេតែបើផ្សិតវាចាយចាផ្សិតទៅពេលចាយទៅគឺច្រើនចាចំណេញណាពេលគេលក់ផ្សិតចាយអញ្ចឹងណាឥឡូវយើងដាក់ចាលាងជីលាងអីយើងទៅដើម្បីត្រៀមចាគ្រឿងផ្សំចាទី2ដើម្បីដាក់ចូលនៅក្នុងផ្សិតស្ងោរជ្រូករបស់យើងនិយាយថាដាក់ជីមកនិយាយថាឈ្ងុយចាឈ្ងុយខ្លាំងមែនតែនអញ្ចឹងណាអូយជាតិណាបើសិនបានបបរគ្រឿងវិញអូយជាតិប៉ុណ្ណាទេបងប្អូនចាខ្ញុំប្រហែលជាថ្ងៃក្រោយខ្ញុំត្រូវទិញផ្សិតយកមកបបរគ្រឿងហើយចាខ្ញុំនឹងបបរគ្រឿងហូបហើយដល់ពេលនៅឃើញបបរគ្រឿងចឹងតែម្ដងបើសិនតែថ្ងៃនេះបានបបរគ្រឿងមិនជាតិប៉ុណ្ណាទេបងប្អូនអើយឥឡូវយើងឆ្ងល់ជ្រក់សិនណាចាកុំអត់នៅឆ្ងល់ជ្រក់នៅឃើញបបរគ្រឿងឯណាទៀតហើយចាអូផ្សិតហ្នឹងបើសិនយើងយកបបរគ្រឿងណាស្តៀងសកចូលដែរតែវាអត់ស្ទើរឆ្ងាញ់ទេសកចូលឆ្ងាញ់ជាងចាសកចូលគឺឆ្ងាញ់ជាងខ្ញុំធ្លាប់ហូបបបរគ្រឿងសកចូលឆ្ងាញ់ម្ដាយខ្ញុំធ្វើឲ្យហូបចាឥឡូវនេះគឺថាដាក់ដាំទឹកដាំអីចឹងទៅឲ្យស្ងោរសាច់ជ្រូកឆ្អិនហើយយើងដាក់បាំងផ្សិតទៅបងប្អូននេះមកចតុះមកឃើញបងប្អូនអត់បងប្អូនឃើញអត់នេះឃើញទឹកឡើងនឹងពេញចាចង់លុបផ្សិតយើងហើយចាសារវាមានទឹករបស់វាអញ្ចឹងណាអូថ្ងៃនេះគឺថាមានអីអត់សូវមានសាច់ទេតែរសជាតិគេគឺថាអួយអញ្ចឹងណាចាហត់នឹងបាច់ញើសព្រាតអញ្ចឹងទៅចាទឹកខ្ចាយព្រាតឥឡូវនេះគឺថាអង្គុយមើលសិនឲ្យវាពុះឲ្យណានអីសិនទៅចាំយើងបើកក្រមដាក់ភ្លើងច្រើនពេកមានណាផ្សាយនឹងមិនចង់លុបកាមេរ៉ាខ្ញុំអស់លីងយ៉ាភ្លក់ទៅភ្លក់មកនិយាយវាថាភ្លក់ឯងភ្លក់លុះខ្សែអញ្ចឹងណាចារឿងស្ទើអំបិលដាក់អំបិលថែមទៀតអញ្ចឹងទៅចាអូស្ទើអីដាក់នឹងទៀតទៅដាក់ត្រីដាក់អំបិលប៊ីចេងថែមទៀតភ្លក់ទៀតហើយចាអូនិយាយវាថាភ្លក់ឯងភ្លក់មួយជ្រៅក៏រត់សឡមួយឆ្នាំងភ្លក់ឯងមិនធម្មតាទេចង់10ដង20ដងបងប្អូនអត់ដល់ពេលបិទភ្លើងរួចបិទកាមេរ៉ារួចភ្លក់ទៀតចាវាភ្លក់ទេហូបយកតែម្ដងឲ្យសាឆ្ងាញ់ណាបងប្អូនចាដូចសាច់មាន់អញ្ចឹងណាឥឡូវនេះគឺថាចាអូដាក់ឲ្យវាពុះឲ្យណាណៃតិចទៅដើម្បីឲ្យវាឆ្អិនអញ្ចឹងទៅចាឥឡូវភ្លក់ទៀតនិយាយវាថាមុខម្ហូបមួយនេះមុខម្ហូបផ្សេងអត់ភ្លក់ទេតែមុខម្ហូបស្ងោរជ្រូកផ្សិតនិយាយវាថាភ្លក់ញយដល់ហើយចាដោយសារមុខម្ហូបឲ្យយើងចូលចិត្តអំពូខ្ញុំចូលចិត្តខ្លាំងណាស់មិនថាអាំងផ្សិតមិនថាឆ្ងោរជ្រូកផ្សិតមិនថាខ្នប់ផ្សិតមិនថាឆាផ្សិត